សួស្តីប្រិយមិត្តស្វាគមន៍ទាំងអស់គ្នានៅក្នុងសប្តាហ៍នេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅជួបវាគ្មិនកិត្តិយសរបស់យើងមួយរូបដែលលោកស្រីជំនាញទៅលើ lifestyle coaching ដើម្បីកុំឲ្យខាតពេលយូរតោះយើងទៅជួបជាមួយនឹងលោកស្រីទាំងអស់គ្នាចាជំរាបសួរបងជំរាបសួរអូនចាបងសុខសប្បាយខានជួបយូរដែរចាសុខសប្បាយអរគុណច្រើនអូនខានជួបគ្នាយូរបងជាដំបូងចង់ឲ្យបងជួយណែនាំខ្លួនបន្តិចហើយអាចណែនាំពាក់ព័ន្ធមួយអាជីពការងាររបស់បងអញ្ចឹងណាបងចាអរគុណចាជំរាបសួរទៅដល់ប្រិមិត្តរបស់ស្ប៉ាកូទាំងអស់គ្នាចាហើយជាពិសេសមុនទៅដល់ហ្នឹងបងក៏សូមអរគុណទៅដល់ខាងស្ប៉ាកូដែលបានអញ្ជើញបងហើយជាពិសេសអូនណាបានផ្ដល់ឱកាសឲ្យបងបានមកចូលរួមកម្មវិធីស្ប៉ាកូចានាងខ្ញុំឈ្មោះទូចសុភាដែលប្រិមិត្តគាត់ស្គាល់បងនៅតាម page ជាសុភា lifestyle ចាហើយអាជីពរាល់ថ្ងៃនេះបងគឺជាគេហៅថា style coach ជាគ្រូបង្វឹកគ្រូបង្ហាត់ពីការរៀបចំខ្លួនការស្លៀកពាក់ឲ្យត្រូវទៅនឹងដងខ្លួននិងទៅតាមកម្មវិធីជាពិសេសហ្នឹងគឺឲ្យស្គាល់ពីដងខ្លួនឯងតែម្ដងចាអញ្ចឹងមានមើលពណ៌ស្បែកហើយនឹងបង្ហាត់ពីការផាត់មុខហើយមានទាំងពីអិយាបថក្នុងការដើរឈរអង្គុយនៅក្នុងសង្គមអីចឹងចាអញ្ចឹងមកឈុតចាបងបើសិនជាតាមដែលបានស្គាល់បងយូរដែរហើយពីដើមមកបងបានប្រកប business មួយចំនួនណាដូចជាបងបើកហាង restaurant បើកអីជាដើមអីចឹងក៏ប៉ុន្តែឃើញថាបងរបៀបនៃការរៀបចំខ្លួនរបស់បងតាំងពីដើមមកបងឃើញបងរៀបចំខ្លួនស្អាតហើយពេលបងទៅចូលរួមកម្មវិធីអីផ្សេងអញ្ចឹងការរៀបចំខ្លួនរបស់បងមើលទៅដូចថាវាសមសួនក្នុងការដែលត្រូវកលៈទេសៈអីអញ្ចឹងចង់ឲ្យបងចែកម្លែកបន្តិចពីដើមមករបៀបនៃការរៀបចំខ្លួនរបស់បងរហូតដល់បងក្លាយជា coaching ហ្នឹងបងចាប់ដើមតាំងពីពេលណាមកដែរបងចាដោយអូនធ្លាប់ស្គាល់បងអញ្ចឹងណាបងមាន business ជាមានដូចថាមុខចំនួនជាអ្នកធ្វើការនៅក្នុងហាងរ៉ូស៊ីហាងខាងម្ហូបអាហារសុខភាពអាហារខ្មែរហើយក៏មាន spa ជាដើមអញ្ចឹងហើយក៏ពីមុនហ្នឹងបងក៏ធ្វើជាបុគ្គលិកនៅក្នុងក្រុមហ៊ុនហើយក៏ធ្លាប់ធ្វើជាបុគ្គលិកនៅតាម restaurant ទៀតចាអញ្ចឹងការស្រឡាញ់នៅក្នុងការរៀបចំតុបតែងខ្លួននេះទីមួយយើងអាចនិយាយថាតើយើងមានដងពីក្មេងដែរបូកផ្សំជាមួយនឹងការដែលរៀបចំជីវិតយើងតាំងពីក្មេងមកទៀតដូចជាការរស់នៅក្នុងគ្រួសាររបស់យើងអញ្ចឹងបានធ្វើឲ្យយើងដូចថាអាចមានចំណុចមានដងទៅមុខទៅអាចคล้ายមកជាសុភា lifestyle រាល់ថ្ងៃនេះចាអញ្ចឹងការពីបងនៅក្មេងនិយាយទៅការដែលពីក្មេងគឺពេលដែលមានទូរទស្សន៍ដំបងប៉ាបងក៏មានទូរទស្សន៍ដំបងបងតែងតែចូលចិត្តមើលជាងគេនៅវីដេអូដែលការដើរម៉ូដបងចូលចិត្តខ្លាំងមែនតែនគឺទៅលើសម្លៀកបំពាក់ហើយត្រូវនឹងប៉ាបងម៉ាក់បងគាត់តែងតែរៀបចំខ្លួនឲ្យបានស្អាតតាំងពីក្មេងផងម៉ាក់បងចេញទៅណាក៏គាត់មិនដែរឲ្យបងពាក់បិជើងផ្ទាត់ដែរហើយក៏តែងតែចូលចិត្តទំនុយសម្លៀកបំពាក់ឲ្យកូនហើយប៉ាក៏គាត់តែងតែបដៅយើងដូចថាត្រូវតែយើងរៀបចំខ្លួនឲ្យបានស្អាតឲ្យចេះអនាម័យថ្ងៃចូលឆ្នាំខ្មែរហ្នឹងត្រូវតែប្រើសម្លៀកបំពាក់ឲ្យបានថ្មីហើយអញ្ចឹងហើយជារៀងរាល់ថ្ងៃគឺគាត់ត្រូវតែឲ្យសម្លៀកបំពាក់ហ្នឹងចេះស្អាតញ៉ាំបាយមិនឲ្យជ្រុះប្រឡាក់អីអញ្ចឹងការញ៉ាំបាយនៅតុហ្នឹងគឺមិនអាចទៅជែកគ្នាអីអញ្ចឹងបានណាចាហើយក៏តែងតែប្រើពាក្យមួយទៀតថាដឹងទេពេលយើងរៀបចំខ្លួនស្អាតតែងខ្លួនស្អាតទី1គឺអត់មានគេមើលងាយយើងចាហើយទី2គឺគាត់ថាសេរីសួស្តីនាំដល់ខ្លួនឯងអញ្ចឹងគាត់តែងតែឲ្យបងហ្នឹងហើយនឹងប្អូនអីហ្នឹងគឺរៀបចំតុបតែងខ្លួនឲ្យស្អាតទៅចាអញ្ចឹងទោះជាបងបានឲ្យពេលនោះយើងក៏ឈប់នៅភ្នំពេញទៅនៅស្រុកវិញដោយសារមានបញ្ហាគ្រួសារតិចតួចអញ្ចឹងទៅយើងទៅនៅស្រុកក៏បងនៅតែចូលចិត្តការស្លៀកពាក់រៀបចំខ្លួននិយាយទៅបងយករូបថតពីមើលពីជំនាន់នោះមកវិញក៏បងគិតថាអូបង fashion ណាជំនាន់ហ្នឹងអញ្ចឹងណាចាហើយក៏ដូចថាបងចូលធ្វើការចូលអីអញ្ចឹងទៅក៏មេបងគាត់ចូលចិត្តនាំយើងទៅចូលរួមកម្មវិធីអីដែរពីព្រោះក្នុងការរៀបចំខ្លួនរបស់យើងវាអាចលើកការងាររបស់គេដូចគ្នាចាអញ្ចឹងបន្ទាប់មកទៀតពេលបងចូលទៅកាន់ហាងបងភ័យខ្លាចបងធ្វើការហាងធ្វើជាម្ចាស់ហាងជាតកែអូតែលហ្នឹងជាតកែហាងហ្នឹងយើងអត់
អត់មានការស្លៀកពាក់ស្អាតព្រោះអីយើងត្រូវនៅកន្លែងចង្ក្រានមហូបអីអញ្ចឹងណាអញ្ចឹងយើងខ្លាចធំក្លិនធំអីប៉ុន្តែគ្រួសារបងគាត់ដឹងថាបងចូលចិត្តការស្លៀកពាក់ស្អាតគាត់ក៏ប្រាប់បងថាអត់បញ្ហាទេយើងចង់ស្លៀកអីក៏បានដែរយើងចង់និយាយថាស្លៀកមិនក៏បានដែរយើងមានហាងមហូបមានអីមែនតែយើងស្លៀកសម្លៀកបំពាក់ដែលយើងចូលចិត្តទៅគាត់និយាយអញ្ចឹងណាអញ្ចឹងពេលដែលគាត់ឲ្យបងអញ្ញាតថាយើងអាចស្លៀកអីក៏បានយើងក៏ស្លៀកទៅតាមអ្វីដែលយើងចូលចិត្តប៉ុន្តែមិនមែនហួសហេតុទេដូចអូនធ្លាប់ឃើញបងស្លៀកពាក់អញ្ចឹងចាបងចារហូតពេលនោះមកក៏ឆ្នាំចុងឆ្នាំ2017ក៏បងបានជួបប្អូនមកគូពីរនាក់ឥឡូវគាត់ជាគូណាចាអញ្ចឹងគាត់បានឲ្យមកជួបបងនៅហាងសួរថាហេតុអីបានជាបងហ្នឹងបើកហាងមហូបអាហារសុខភាពហើយទៅអត់ខ្លួនឯងឈប់ញ៉ាំសាច់អញ្ចឹងក៏បងនិយាយពីរឿងហ្នឹងទៅហើយគាត់ក៏សួរបងថាអ្វីដែលបងចូលចិត្តព្រោះបងប្រាប់ថាការងារហាងការងារអីទាំងអស់នេះបងអត់ចូលចិត្តទេបងស្រឡាញ់បែបស្អាតស្អាតហើយបងចង់ចែករំលែកឲ្យឃើញដូចថាស្ត្រីយើងមានការខ្វះខាតទាំងបងទៅក្រៅប្រទេសក៏បងឃើញដែរថាស្ត្រីខ្មែរយើងពេលគាត់ទៅដល់នោះគាត់ខ្វះនៅក្នុងការរៀបចំខ្លួនច្រើនមែនតើតាំងពីការញ៉ាំការនិយាយស្ដីដំណើរហើយនឹងការស្លៀកពាក់របស់គាត់នឹងតែម្ដងហើយគាត់ចូលទៅក្នុងកម្មវិធីដែលធំពេលដែលបងទៅសិង្ហបុរីហ្នឹងគឺគេហៅកម្មវិធីដូចជាសហគ្រិនស្ត្រីឆ្នើមអញ្ចឹងហើយដូចជានៅសិង្ហបុរីណាចាហើយបងបានជួបពួកគាត់ពេលកម្មវិធីរាត្រីសម្ោសក៏គាត់ស្លៀកជាខោកបយខោអីចាចឹងទៅក៏បងមានអារម្មណ៍ថាបងចង់ share ហ្នឹងបងចង់ចែករំលែកចឹងពួកគាត់ក៏លើកទឹកចិត្តឲ្យបងធ្វើតែបងអត់ហ៊ានទេបងខ្លាចនៅក្នុងការនៅក្នុងមុខកាមេរ៉ាអញ្ចឹងណាបងខ្លាចចាហើយសម្បីតែឮសំឡេងខ្លួនឯងនៅក្នុងមីក្រូហ្វូនហ្នឹងក៏ស្អប់ដែរព្រោះអីខ្លាចឮសំឡេងហ្នឹងចាហើយក៏ពេលបងធ្វើវីដេអូចែកទៅក៏បានជោគជ័យចាបងចារួចហើយក៏មានគេតាក់ទងមកបងចង់ឲ្យនិយាយពីរឿងសម្លៀកបំពាក់រឿងស្បែកជើងរឿងអីទាំងអស់ហើយក៏មានគេតាក់ទងចង់ឲ្យបងទៅបង្ហាត់អញ្ចឹងមុននឹងទៅដល់ការបង្ហាត់នោះបងក៏សម្រេចចិត្តទៅរៀនសិនបងអត់គ្រាន់តែចេះថាដងពីកំណើតមកទៅបង្រៀនគេបងចង់បានគ្រឹះឲ្យច្បាស់ចាអញ្ចឹងបានជាបងទៅរៀនហើយក៏ខ្លាចជា coach style coach រហូតដល់ឥឡូវហ្នឹងចាបងបើសិនជាពាក់ព័ន្ធជាមួយនឹងពេលដែលបងចាប់ចាប់អាជីព style coach ហ្នឹងក្នុងកំឡុងពេលប្រហែលជាឆ្នាំណាដែរបងចាប់ពេលដែលបងរៀនចប់ត្រឡប់មកស្រុកខ្មែរយើងវិញប្រឡងបានសញ្ញាបត្រមកពី London ដែរអញ្ចឹងណាចាអញ្ចឹងគឺនៅក្នុងឆ្នាំ2018មុនកូវីដ2018ចាបងឥឡូវមកដល់ចំចំណុចមួយរៀង sensitive បន្តិចពេលដែលបងចប់មក2018យើងគិតថាវាការជំនាន់ហ្នឹងដូចរៀងនៅគ្រាន់បើមែនបងប៉ុន្តែបន្ទាប់មកផ្ទុះកូវីដផ្ទុះកូវីដភ្លាមធម្មតាមនុស្សយើងអត់ចេញទៅក្រៅមែនទេបងចាចុះពេលហ្នឹងរបៀបនៃការដែល coaching របស់បងឯងមានបញ្ហាអីអត់ទេពីព្រោះធម្មតាមនុស្សយើងធ្វើខ្លួនស្អាតគឺដើម្បីចេញទៅក្រៅនៅក្នុងកលៈទេសៈមួយយើងអត់បានចេញទៅក្រៅតែការធ្វើខ្លួនការរៀបចំខ្លួនហ្នឹងយ៉ាងម៉េចដែរបងបងហ៎ទាំងបងទាំងកូនសិស្សអីចាហ្នឹងហើយចាអញ្ចឹងបងសូមចែករំលែកពីប្រវត្តិបង2018ដែលបងទៅរៀនណាចាអញ្ចឹងបងទៅរៀននៅសិង្ហបុរីហ្នឹងរៀនពី style coach រួចហើយក៏បងត្រឡប់មកវិញហើយក៏បងត្រូវ apply ប្រឡងហ្នឹងព្រោះពេលយើងប្រឡងយើងមកប្រឡងនៅធ្វើ form នៅនេះហើយ apply ទៅ London ហើយក៏បានទទួលសញ្ញាបត្រជា style coach ហ្នឹងមកពី London ទៅហើយបងក៏ដូចថាមានការតាក់ទងមកបងពីរឿងទៅបង្ហាញផាច់មុខអីចឹងទៀតតែបងមានអារម្មណ៍ថាខ្លួនឯងនៅខ្លាចត្រង់ថាបងអត់ហ៊ានគូចៅមកគេហើយចឹងបងគិតថាបងអត់ហ៊ានបងអត់ទាន់ស្គាល់ពណ៌ច្បាស់ចឹងបងក៏សម្រេចចិត្តទៅរៀននៅប្រទេសថៃរយៈពេល3ខែទៀតរៀនផាត់មុខនឹងរៀនផាត់មុខឲ្យច្បាស់តែម្ដងដើម្បីដូចថាទោះជាបងធ្វើ coach សម្លៀកបំពាក់ឲ្យគេឬក៏បង្ហាត់គេផាត់មុខក៏យើងចង់ឲ្យគេផាត់មុខនឹងឲ្យត្រូវដូចគ្នាកុំឲ្យដូចថាផាត់មុខខុសពីស្បែកខុសអីចឹងណាចារួចហើយក៏2020ហ្នឹងបងចេញពេលបងទៅរៀនហ្នឹងណា3ខែហ្នឹងវានៅក្នុងកំឡុងដើមឆ្នាំ2020ពេលបងចេញចុង2019 2020ពេលបងទៅរៀនហើយបងទៅមកណាប៉ុន្តែពេលផ្អើលកូវីដហ្នឹង
បងគ្រាន់តែរៀនចាប់ប្រឡងនៅថៃពីរឿងផាត់មុខនឹងចាប់បងហោះចេញទៅរៀននៅសិង្ហបុរីចេញពីថៃទៅសិង្ហបុរីតែម្ដងអញ្ចឹងគេបិទនៅថៃនឹងទៀតរួចហើយក៏ពេលរៀនចាប់នៅសិង្ហបុរីរយៈពេល10ថ្ងៃរៀនបន្ថែមទៀតទៅណាហោះមកដល់ស្រុកខ្មែរគេបិទនៅសិង្ហបុរីទៀតចាអញ្ចឹងពេលបងមកដល់ស្រុកខ្មែរយើងបងអត់បានគិតពីរឿងត្រូវបង្រៀនជួបគ្នាឯងបងគ្រាន់ណាចែករំលែកទៅតាម page របស់បងចែកតាំងពីការថែសុខភាពតាំងពីការដូចថាថែរក្សាខ្លួននៅពេលសម័យកូវីដអញ្ចឹងទៅតាំងពីថែស្បែកខាត់ស្បែកមុខឬមួយក៏សម្លៀកបំពាក់អញ្ចឹងសម្រាប់ពេលហ្នឹងបងអត់បានគិតថាវាជាផលប៉ះពាល់ធំមួយសម្រាប់បងឯងពីព្រោះបងខ្លួនឯងទៅតែចាប់ដូចគ្នាហើយបងក៏គិតថាយើងទៅរៀនចប់រួចហើយវាមកជួបបញ្ហាអញ្ចឹងប៉ុន្តែវាជាពេលវេលាមួយឲ្យបងបានរៀនថែមទៀតអញ្ចឹងបងក៏រៀនអនឡាញរៀនអីថែមទៀតហើយក៏ជាឱកាសដែលបងអាចត្រូវមើលសភៅបងឡើងវិញបានដូចគ្នាដែរតែបងក៏ចែករំលែកទៅតាមpage ជារៀងរាល់អាទិត្យរៀងរាល់ថ្ងៃប្រហ័សគឺបងធ្វើគ្រប់ពី beauty សម្រាប់ពីភាពស្រស់ស្អាតសម្រាប់មនុស្សស្រីអញ្ចឹងណាចាហើយពេលនោះសម្រាប់បងអត់ដែលមានអារម្មណ៍ខ្លួនថាកូវីដហ្នឹងត្រូវបញ្ឈប់ការស្អាតរបស់បងឯងអញ្ចឹងបងនៅផ្ទះគឺបងរៀបចំតែងខ្លួនតុបតែងខ្លួនផាត់មុខស្លៀកពាក់ style របស់បងជារៀងរាល់ថ្ងៃអូខេចាហើយព្រោះពេលនោះយើងគិតថាចេះកូវីដខ្លាំងអញ្ចឹងអាចនឹងស្លាប់ណាចាអញ្ចឹងយើងគិតថាបើសិនជាយើងប៉ះពាល់កូវីដស្លាប់អីយើងក៏អាចស្អាតបានហើយដែរអញ្ចឹងណាអានឹងអ្វីដែលចំណុចដែលបងតែងតែគិតអញ្ចឹងស្អាតរាល់ថ្ងៃទៅក្រោកឡើងគឺត្រូវតែស្អាតហើយបងមិនមែនតែស្អាតស្រាប់តែពេលកូវីដហ្នឹងឯងដូចអូនឯងធ្លាប់ឃើញបងអញ្ចឹងណាចាបងជួបបងកន្លែងណាក៏បងហ្នឹងវាគេហៅអីគេថា be ready ហើយណាយើងស្អាតហើយយើងត្រូវទៅណាក៏បានយើងចេញទៅណាក៏បានបន្ទាប់មកទៀតគឺបងចំណុចមួយដែលគេអាចនិយាយថាប្រហែលជាយើងអត់រកស៊ីអីណាព្រោះពេលបង share បងចែករំលែកលើ page មាន comment ខ្លះគាត់និយាយថាប្រហែលមួយថ្ងៃគិតតែពីតែងខ្លួននេះមកទៅអត់បានគិតរឿងរកស៊ីរឿងអីណាហើយបងក៏គិតថានិយាយទៅមនុស្សយើងពេលខ្លះយើងចែករំលែកឲ្យស្អាតក៏ខុសដែរអញ្ចឹងឲ្យបងក៏អត់តបតនៅលើ message ហ្នឹងដែរបងក៏គ្រាន់តែដាក់អញ្ញឹមគ្រប់ message ទាំងអស់គ្រប់ comment ទាំងអស់ដែលគេស្ដីឲ្យយើងហ្នឹងបងក៏មិនដែលតបតឲ្យគេដែរបងដាក់តែរូបអញ្ញឹមនិងលើកដៃសាពះតែប៉ុណ្្នឹងឯងចាហើយទៅក៏បងចង់និយាយថាព្រឹកឡើងសម្រាប់បងតាំងពីយូរហើយតាំងពីបងត្រឡប់ពីក្មេងដូចបងនិយាយចឹងប៉ាបងម៉ាក់បងក៏ត្រឡប់រហូតមកគឺការរៀបចំខ្លួនរបស់បងចឹងត្រឡប់បងពេលបងមានគ្រួសារក៏ដោយបងដាក់ពេលឲ្យបង1ម៉ោងយើងបើសិនជាយើងអត់ចំណាយពេលឲ្យខ្លួនឯង1ម៉ោងទេគឺគ្មានអ្នកណាគេយក1ម៉ោងហ្នឹងមកឲ្យយើងទេយើងត្រូវចេះដាក់1ម៉ោងហ្នឹងឲ្យខ្លួនឯងអញ្ចឹងយើងចាត់ចែងទៅការងារយើងយ៉ាងម៉េចការរកស៊ីយើងយ៉ាងម៉េចកូនយើងពេលណាហើយបើសិនជាយើងត្រូវចេញទៅណាជាមួយគ្រួសារយើងម៉ោងប្រហែលដែលគាត់ត្រូវទៅម៉ោងប្រហែលដែលគាត់ត្រូវមកទទួលយើងគឺយើងដាក់ម៉ោងឲ្យយើងរៀបចំខ្លួនហ្នឹងទៅហើយបងទោះជាដូចថាឲ្យត្រូវធ្វើដំណើរទៅណាតាមយន្តហោះទៅក្រោកពីព្រឹកក៏ដោយទោះជាយន្តហោះហ្នឹងបងត្រូវតែចេញពីផ្ទះម៉ោង4ភ្លឺក៏បងត្រូវក្រោកម៉ោង2កន្លះឬក៏ម៉ោង3ហ្នឹងដែលបងដឹងថាបងងូតទឹកយឺតឧទាហរណ៍ព្រោះបងជួយចិត្តនៅកន្លែងងូតទឹកមានភ្លេងមានក្លិនមានទៀនអីអញ្ចឹងបងងូតទឹកយឺតក៏បងត្រូវប្រើថាអូខេកន្លះម៉ោងកន្លែងងូតទឹកឧទាហរណ៍អញ្ចឹងកន្លែងផាត់មុខបង1ម៉ោងឬមួយក៏30-40នាទីអញ្ចឹងបងសរុបម៉ោងហ្នឹងដើម្បីឲ្យតន់អញ្ចឹងបងរៀបចំចង់និយាយថាយើងដាក់ម៉ោងឲ្យខ្លួនឯងងើបមុនណាងើបមុនដើម្បីត្រៀមខ្លួនយើងឲ្យបានស្អាតអញ្ចឹងបងទៅដល់ពលានយន្តហោះក៏មានកាលនោះខាងសមាគមអីចឹងមិត្តភ័ក្ដិអីចឹងគាត់សួរថាអូយឆ្ងល់ដល់ហើយបងភ័ក្ដិឯងម៉ោង5ព្រឹកហើយនៅតែស្អាតទៀតមិនក៏ស្អាតរហូតអីចឹងណាអញ្ចឹងអានឹងបងចង់និយាយថាវាដូចតែយើងដាក់ការវិភាគដែលយើងត្រូវទៅធ្វើការដាក់ការវិភាគដែលយើងត្រូវទៅទទួលកូនជួបមិត្តភ័ក្ដិអីចឹងការវិភាគទាំងអស់ហ្នឹងគឺយើងត្រូវដាក់ឆ្លៀតឲ្យខ្លួនឯងម៉ោងណាក៏ដោយជាពេលវេលាដែលយើងគួរតែឆ្លៀតឱកាសឲ្យខ្លួនឯងបងដោយសារតែភិកច្រើនចេះបងស្ត្រីយើងណាចាហើយជាពិសេសនៅពេលដែលគាត់បានមានគ្រួសារហើយមានស្វាមីហើយមួយវិញទៀតហ្នឹងកាន់តែនេះហ្នឹងគឺនៅពេលដែលគាត់មានបុត្រមានកូនអីហើយអញ្ចឹងណាភាគច្រើនគឺគាត់តែងតែមានផ្នត់គំនិតមួយគាត់ថា
អត់ដឹងថាត្រូវរៀបចំខ្លួនហើយឬក៏ធ្វើខ្លួនដើម្បីអីទៀតទេព្រោះអីគាត់រវល់ជាមួយនឹងការងារក្នុងផ្ទះហើយចង់ឲ្យបងសម្រាប់បងត្រង់ចំណុចហ្នឹងបងចង់ឲ្យបងអាចជាលក្ខណៈមួយរៀងរំលឹកបន្តិចឡើងកុំឲ្យពួកគាត់អត់បានមើលថែទាំខ្លួនឯងអីអញ្ចឹងណាបងចាចំណុចហ្នឹងឲ្យបងតែងតែឃើញណាតាំងពីជំនាន់ម៉ាក់ជំនាន់អីអញ្ចឹងហើយជំនាន់ម៉ាក់ហើយបន្ទាប់មកក្រោយទៀតដែលធ្វើឲ្យបងប្រាប់ខ្លួនឯងថាបងមិនអាចជាស្ត្រីដែលមានប្តីហើយត្រូវតែអត់ស្អាតទេចាបងចាហើយអញ្ចឹងពេលបងមុនរៀបការក៏បងនិយាយមួយគ្រួសារបងដែរថាបងអត់ចូលចិត្តនៅតែផ្ទះហើយបងចូលចិត្តចេញទៅធ្វើការចេញទៅក្រៅដើម្បីបានស្លៀកពាក់ស្អាតនោះចាហើយដល់ពេលរួចហើយក៏បងបាននិយាយថាប្រាប់គាត់ទៀតថាបងអត់ចូលចិត្តស្លៀកទេលាកសរងលាកអីចឹងបងចូលចិត្តលាកខោខ្លីលាកអីចឹងណាប្រាប់ទៅតាមនឹងអញ្ចឹងចឹងគ្រួសារបងគាត់ទទួលបានថាអូខេអ្វីដែលជាបងចឹងបងបាននិយាយគ្នាមុនរៀបការហ្នឹងចំណុចមួយហើយមួយទៀតបើសិនជាអ្នកណាដែលចង់មកស្រឡាញ់បងហើយប្រាប់ថាការទៅហ្នឹងចង់ឲ្យបងនៅផ្ទះស្រឡាញ់បងណាស់ហើយបងនៅថែកូនអីហ្នឹងណាបងក៏អត់ស្រឡាញ់ដែរព្រោះមិនបាច់មកថាស្រឡាញ់បងឯងព្រោះបងអត់ស្រឡាញ់ទេដោយសារបងចូលចិត្តរៀបចំខ្លួនចូលចិត្តចេញទៅខាងក្រៅទៅធ្វើការនៅខាងក្រៅបងអត់ចង់នៅតែក្នុងផ្ទះទេអញ្ចឹងវាជាសំណាងមួយដែលបងរៀបការហើយបងក៏មានអ្នកជួយកិច្ចការងារបងអញ្ចឹងចំណុចហ្នឹងយើងនិយាយទៅបើសិនអ្នកខ្លះគាត់ថាគាត់អត់មានអ្នកជួយការរៀបចំការងារគាត់ត្រូវធ្វើម៉េចគាត់មិនត្រូវតែចំណាយពេលការងារទាំងអស់នោះច្រើនគាត់អត់បានស្អាតអញ្ចឹងណាតែឧទាហរណ៍បងចង់និយាយថាពេលដែលបងទៅនៅកាណាដាយើងអត់មានអ្នកជួយទេអូខេបងចាអញ្ចឹងយើងត្រូវរៀនធ្វើខ្លួនឯងដូចគ្នាអញ្ចឹងពេលដែលបងរៀនធ្វើខ្លួនឯងនៅនោះក៏បងនៅតែស្អាតដែរចាពីព្រោះបងក្រោកឡើងជូនកូនបងទៅសាលាហើយបងដឹងថានៅស្រុកហ្នឹងភាគច្រើនគេមិនសូវថាចាប់អារម្មណ៍ថាត្រូវតែថែខ្លួនឲ្យស្អាតទេនិយាយទៅភាគច្រើនគឺចឹងមែនពេលខ្លះគាត់ងើបចឹងទៅធ្វើមិនឲ្យតែងូតទឹកស្អាតស្លៀកពាក់ទៅខ្លះទៅព្រឹកឡើងមិនតែងូតទឹកទៀតដោះតែថ្មិញហើយស្លៀកពាក់ទៅបងអត់ទេបងខកឡើងបងទៅធ្វើការបងត្រូវទៅជិះឡានក្រុងម៉ោង6ម៉ោង7បងត្រូវជូនកូនបងត្រូវធ្វើម្ហូបខ្ចប់ឲ្យគាត់អីអញ្ចឹងគឺបងខកពីព្រឹកខកពីព្រឹកនឹងឡើងទៅងូតទឹកឲ្យស្អាតទោះជាស្រុកនឹងត្រជាក់ដក20ដក30ក៏ដោយងូតទឹកហើយបងត្រូវធ្វើម្ហូបខ្ចប់ធ្វើ sandwich ធ្វើអីខ្ចប់ឲ្យកូនបងហើយអញ្ចឹងឲ្យបងចុះមកផាត់មុខបងស្លៀកពាក់ហើយបងចេញទៅធ្វើការអញ្ចឹងសូម្បីតែកន្លែងបងធ្វើការនៅកាណាដាហ្នឹងក៏ពួកគាត់សួរដែរថាបងហ្នឹងទៅដល់ម៉ោងចង់និយាយថាត្រូវជិះអាតេះភ្លើងហ្នឹង1ម៉ោងជាងផងអីផងហើយទៅដល់យើងស្អាតហើយឡើងលើឡានក្រុងគេមើលយើងឃើញមុខយើងហ្នឹងវាស្អាតហើយយើងមានរបៀបនៅក្នុងការស្លៀកពាក់យើងមានអនាម័យគេនិយាយថា look clean ហើយស្រាប់អញ្ចឹងណាអញ្ចឹងក៏គេសួរគេឆ្ងល់ហើយសម្រាប់បងថានោះវាល្អពីព្រោះពេលដែលបងចាប់ផ្ដើមទៅអញ្ចឹងម្នាក់គឺគាត់បានធ្វើអញ្ចឹងដែរវាជាគំរូដែលធ្វើឲ្យគេគិតថាអូគេចង់ធ្វើអញ្ចឹងដែរចាអញ្ចឹងដល់ពេលត្រឡប់មកពីរឿងគ្រួសារវិញពីជំនាន់មុនគាត់អាចគិតអញ្ចឹងមែនហើយគាត់អាចធាត់ក៏ធាត់ទៅធំក៏ធំទៅហើយស្លៀកពាក់មិនក៏បានមិនបាច់ចាំសិតសក់ស្អាតក៏បានតែចំណុចនោះដែលបងទាញមកវិញដែលបងចែករំលែកថាទោះជាយើងជាស្ត្រីដែលរៀបការហើយក៏ដោយរវល់កូនប៉ុណ្ណាក៏ដោយក៏យើងត្រូវតែស្រឡាញ់ខ្លួនឯងពេលណាដែលយើងដាក់ពាក្យថាស្រឡាញ់ខ្លួនឯងដាក់បេះដូងឲ្យខ្លួនឯងហើយឲ្យពេលវេលាខ្លួនឯងឲ្យតម្លៃខ្លួនឯងអានោះហើយដែលយើងអាចផ្ដល់ឱកាសខ្លួនឯងនៅតែស្អាតអញ្ចឹងពាក្យទាំងអស់នោះបងចង់និយាយថាចំនួនមុនគាត់នៅប្រើតែដល់ពេលចំនួនដែលបងគិតថាបងរៀបការបងមិនអាចយកមកប្រើទៀតទេហើយបងក៏ឃើញដែរថាឥឡូវនេះសម័យឥឡូវនេះគឺទាំងអស់គ្នាគាត់ចាប់ផ្ដើមស្រឡាញ់ខ្លួនឯងច្រើនណាស់ណាបងឯងឃើញអត់អ្នកដែលគាត់មានគ្រួសារហើយក៏រៀបការហើយគាត់មានកូន1 2 3ក៏គាត់នៅតែស្អាតដែរអញ្ចឹងសម័យយើងមកក្រោយៗហ្នឹងស្អាតច្រើនជាងចំនួនមុនដែលចំនួនមុនគិតថាមានគ្រួសារហើយតែខ្លួនតរអ្នកណាចាហ្នឹងអាហ្នឹងពាក្យមួយដែលបងតែធ្លាប់តែឮណាហើយបងចង់លុបបំបត្តិពាក្យហ្នឹងនិយាយតាមត្រង់កុំឲ្យមនុស្សស្រីគិតថារៀបការហើយតែខ្លួនរកអ្នកណាហើយបងចង់ឲ្យស្វាមីណាប្តីហ្នឹងគាត់ត្រូវតែទទួលថាចង់ឲ្យប្រពន្ធគាត់ស្អាតរាល់ពេលអូខេចាពីព្រោះអី
មិនថាគាត់មិនថាប្រពន្ធគាត់ទេជីវិតមានតែមួយដែលបងចង់និយាយចឹងបងថាជីវិតគឺមានតែមួយឯងហើយថ្ងៃហ្នឹងគឺមានតែមួយដែរចាថ្ងៃស្អែកក៏មានតែមួយដែរចាបងអញ្ចឹងបើសិនជាថ្ងៃហ្នឹងក៏យើងមិនអាចទាញទៅម្សិលមិញដែរយើងចង់ស្អាតយើងសម័យថាអូបើម្សិលមិញខ្ញុំតែងខ្លួនចេះខ្ញុំជួបម្នាក់នេះខ្ញុំអត់ស្ដាយក្រោយទេតែបកទៅកើតទេអត់កើតទេយើងជួបគេហើយហើយចាអញ្ចឹងហើយបានស្អាតរាល់ថ្ងៃ be ready រាល់ថ្ងៃសុំនិយាយអង់គ្លេសកន្លែងនេះចង់និយាយថាពាក្យអង់គ្លេសវាដូចថារៀងស៊ីជម្រៅជាងអញ្ចឹងយើងប្រែមកខ្មែររៀងពិបាកចង់និយាយថាយើងត្រៀមខ្មែរយើងថាត្រៀមខ្លួនឲ្យបានស្អាតឲ្យបានត្រឹមត្រូវរាល់ថ្ងៃមិនថាយើងទៅទីកន្លែងណាពេលវេលាណាកលៈទេសៈណាគឺយើងត្រូវត្រៀមខ្លួនឯងឲ្យបានរួចរាល់ជារៀងរាល់ថ្ងៃអញ្ចឹងតែម្ដងចាបងមិញត្រង់ចំណុចមិញចាប់បានបងបានលើកឡើងថាដោយសារតែឥឡូវបងក៏សង្កេតឃើញដែរថាស្ត្រីខ្មែររបស់យើងគាត់ក៏មានការផ្លាស់ប្ដូរច្រើនដែរគាត់អត់បានទូទុនទៅតាមពាក្យសម្ដីចាស់ពីដើមថារៀបការហើយមិនដឹងធ្វើខ្លួនទៅណាទៀតទេក៏ប៉ុន្តែដល់ពេលយើងសង្កេតមកឃើញឥឡូវនេះគឺឃើញថាស្ត្រីរបស់យើងគាត់មានការរៀបចំខ្លួនមានអីស្អាតអីជាដើមអញ្ចឹងណាថាតើអាចដែរទេបងដូចថាដូចបងយើងអាចចាត់ទុកថាជា content creator មួយហើយក៏ជា coaching lifestyle មួយដែលបងផលិតមាតិកាឬផលិតវីដេអូហ្នឹងផុសនៅលើបណ្ដាញសង្គមហើយមាន content creator ផ្សេងមួយចំនួនទៀតដែលគាត់ធ្វើពាក់ព័ន្ធជាមួយនឹងការ make up គាត់ធ្វើជាមួយពាក់ព័ន្ធជាមួយនឹងការស្លៀកពាក់អីជាដើមអញ្ចឹងណាអាហ្នឹងនៅពេលដែលផលិតចេញជាវីដេអូអញ្ចឹងទៅផុសនៅលើបណ្ដាញសង្គមហើយយើងរងថ្ងៃយើងក៏រស់នៅលើបណ្ដាញសង្គមនឹងដែរវាអាចដែរទេដែលឥទ្ធិពលទាំងអស់ហ្នឹងបានរុញច្រានឲ្យគាត់ផ្លាស់ប្ដូរផ្នត់គំនិតឲ្យគាត់មកយកចិត្តទុកដាក់ទៅលើខ្លួនគាត់អញ្ចឹងណាបងចាចំណុចហ្នឹងបងគិតថាក៏មកពីសម័យឥឡូវហ្នឹងយើងដូចថាជឿនលឿនណាយើងមានអ្នក create content ច្រើនមានអ្នកដែលបង្កើតវីដេអូច្រើននិយាយពីសុខភាពនិយាយពីភាពស្រស់ស្អាតការថែខ្លួនអញ្ចឹងម្នាក់គាត់មើលឃើញតគ្នាគាត់ឃើញពីភាពស្រស់ស្អាតអញ្ចឹងទៅគាត់យកទៅគិតហើយធ្វើឲ្យគាត់គេហៅថាអីជំរុញទឹកចិត្តគាត់ណាគិតថាហេតុអីបានគេស្អាតបានគាត់ស្អាតបានអញ្ចឹងបងចង់និយាយថាសង្គមឥឡូវសម័យឥឡូវដែលមានគេហៅអី social media អញ្ចឹងណាប្រព័ន្ធផ្សព្វផ្សាយច្រើនអញ្ចឹងធ្វើឲ្យមនុស្សស្រីមានការផ្លាស់ប្ដូរច្រើនដោយសារតែឃើញពីការរៀបចំខ្លួនយល់ដឹងអាចចេះខ្លះពីមុនយើងនៅតែយើងគិតថាយើងប៉ុណ្្នឹងហើយយើងមើលអីអត់ឃើញរបៀបចង់និយាយថាពេលយើងអត់តមានប្រព័ន្ធsocial media ហ្នឹងវារបៀបដូចថាល្ងិតយើងមើលគ្នាអត់ឃើញអញ្ចឹងដល់ពេលប្រព័ន្ធនឹងបង្កើតឡើងមកយើងអាចមើលឃើញពីមុនយើងមើលឃើញតែទូរទស្សន៍ឃើញអីយើងគិតថាគេជាតារាអញ្ចឹងគេត្រូវតែស្អាតតែដល់ពេលយើងបង្កើតជាឧទាហរណ៍ថាអរគុណ Facebook ចាស់ដែលគាត់បានធ្វើឲ្យទាំង TikTok ទាំងអីហ្នឹងដែលគាត់ធ្វើឲ្យយើងមើលឃើញហើយយើងម្នាក់មានដូចថាបញ្ចេញខ្លួនឯងអ្វីដែលជាខ្លួនឯងនៅលើ TikTok គឺម្នាក់បញ្ចេញខ្លួនឯងម្ដងចង់ខ្លាយជាតារាចង់ខ្លាយជាតួហ្នឹងគឺថារាប់លានអ្នកហើយចង់ធ្វើចាអញ្ចឹងគឺខំបង្កើតcontent បង្កើតមាតិកាមួយផ្ទាល់ខ្លួនតាម page រៀងខ្លួនទៅអញ្ចឹងសម្រាប់អ្នកដែលគាត់អត់ហ៊ានគាត់បានមើលទៅតាមហ្នឹងគាត់មានឱកាសមើលឃើញគាត់ក៏យកទៅរៀនតាមរៀនអញ្ចឹងសម្រាប់បងគិតថាវាជាសម័យមួយដែលជឿនលឿនសម្រាប់មនុស្សស្រីដែលគាត់អាចមានការផ្លាស់ប្ដូរទៅរកភាពស្រស់ស្អាតនឹងបានថែខ្លួនឯងស្រឡាញ់ខ្លួនឯងនឹងឯងចាបងអូខេពិតជាក្បោះក្បាយមែនតើពាក់ព័ន្ធជាមួយនឹងអាជីពការងាររបស់បងហើយក៏ដូចជាការដែលបងបានផ្ដល់ជាគំនិតយោបល់នឹងការតុបតែងខ្លួនអីជាដើមអញ្ចឹងណាបងឥឡូវដោយសារតែនេះយើងងាកមកចំជាមួយនឹងប្រធានបទយើងហ្មងពាក់ព័ន្ធនឹងការដែលបងបានទៅរៀនបន្ថែមពង្រឹងបន្ថែមតាក់ទងនឹងlifestyle coaching របស់បងនឹងការបងបានរៀបរាប់ហ្នឹងគឺបងបានទៅរៀននៅក្រៅប្រទេសចង់ឲ្យបងចែករំលែកបន្ថែមបន្តិចពាក់ព័ន្ធជាមួយនឹងថាបើសិនជាយើងមើលទៅវិស័យហ្នឹងនៅក្នុងស្រុកគេហើយមកស្រុកយើងបងវាមានការខុសប្លែកគ្នាយ៉ាងណាដែរបងចាសម្រាប់បងដែលបងបានទៅរៀននៅក្រៅអញ្ចឹងតែម្ដងហើយប៉ុន្តែមុននឹងបងទៅរៀនហ្នឹងបងបានដូចថាចូលរួមកម្មវិធីនៅក្រៅកម្មវិធីជាលក្ខណៈយើងទៅតាមសមាគមទៅជាមួយគ្រួសារយើងកម្មវិធី
ធំកម្មវិធីតូចអីទាំងអស់យើងឃើញថាស្រុកគេវាមានភាពជឿនលឿននៅក្នុងការរៀបចំការចូលក្នុងកម្មវិធីមួយប៉ុន្តែវាមិនមែនទាំងអស់ទេវាមានដូចថាអ្នកខ្លះក៏គាត់យល់ដឹងអ្នកខ្លះក៏គាត់អត់យល់ដឹងនៅក្នុងការរៀបចំខ្លួននឹងដូចគ្នាដែរក៏ប៉ុន្តែអ្វីដែលបងបានទៅរៀននៅខាងក្រៅនេះបងបានទី1បងចង់បានដូចថាចំណេះនិងជំនាញពីក្រៅមកតែម្ដងដោយសារនៅស្រុកយើងវាអត់ទាន់មានកន្លែងរៀនទេនៅវគ្គបែបអញ្ចឹងទី2គឺបងឃើញថានៅស្រុកគេវាជឿនលឿនហ្នឹងមិនថានៅថៃនៅសិង្ហបុរីនៅវៀតណាមទេគឺគេបានអ្នកដែលគាត់អាចមានសមត្ថភាពគឺគាត់ទៅយកខូចហើយគាត់ទៅរៀនហើយគាត់ទៅរៀនដើម្បីឲ្យដឹងថាខ្លួនគាត់ហ្នឹងជាអ្នកដូចថាក្នុងការស្លៀកពាក់នឹងបែបយ៉ាងម៉េចឲ្យយល់ដឹងពីក្នុងការស្លៀកពាក់ចូលទៅក្នុងកម្មវិធីរស់នៅក្នុងសង្គមហើយឲ្យត្រូវនឹងដងខ្លួនរបស់គាត់ឲ្យត្រូវនឹងរូបរាងរបស់គាត់តែម្ដងហើយតាំងពីស្បែករបស់គាត់ទៀតអញ្ចឹងដែលយើងមើលឃើញថាស្ត្រីម្នាក់ដែលគាត់មានការរៀបចំខ្លួនមើលទៅឃើញស្អាតតាំងពីក្បាលរហូតដល់ចុងជើងណាគឺពួកគាត់អាចទៅរៀននៅក្នុងវគ្គបែបពីការរៀបចំខ្លួននឹងឯងចាអញ្ចឹងគឺមានច្រើនបងឃើញថានៅប្រទេសថៃក៏គេមានថ្នាក់នឹងដែរនៅសិង្ហបុរីគឺច្រើនតែម្ដងសម្រាប់ style coach ហ្នឹងអ្នកដែលគាត់ទៅរៀនហ្នឹងហើយថ្នាក់គេបង្កើត workshop គេធំណាសិស្សបងមានអ្នកគាត់មកពីព្រោះអីគាត់ចង់យល់ពីខ្លួនឯងគាត់ចង់ដឹងហើយគាត់ជាអ្នកដូចថាគាត់មានគ្រួសារមានអីហើយគាត់ក៏ជាអ្នកគេហៅថាសហគ្រិនមួយគាត់មានការងាររកស៊ីខ្លួនគាត់ជាមេមួយគាត់ចង់ឲ្យចូលទៅដើម្បីឲ្យកូនចៅគាត់ហ្នឹងអាចឲ្យតម្លៃគាត់ថែមអីអញ្ចឹងគាត់ក៏មករៀនទៅតែมันជាច្រើនបើនិយាយពីរាប់លានអ្នកយើងមានតែភាគរយប្រហែលជា 0.0 អីទៀតអញ្ចឹងណាចាតិចមែនតើចាបងដល់ពេលមកដល់ត្រង់ចំណុចហ្នឹងចង់ដឹងបន្ថែមទៀតអីចាបងបានរំលឹកឡើងថានៅយើងអត់សូវមានអ្នកដែលគាត់ដល់យើងអាចថាផ្ដល់តម្លៃទៅអាវិស័យ coaching នឹងទេចាដល់ពេលបងបញ្ចប់មកវិញមិនដែរបងអាជីពហ្នឹងណាមើលទៅវាទលំទលាយទេហើយអាចថាវានឹងរីកចម្រើនទៅថ្ងៃអនាគតទៅថ្ងៃមុខដែរអត់ទេបងចាឲ្យចង់និយាយថាយើងបើសិនយើងគិតថាទលំទលាយវាមិនទាន់ទេទី1អ្វីដែលបងធ្វើហ្នឹងវាអាស្រ័យទៅលើ page បងដូចគ្នាហើយពេលដែលបងធ្វើ content ដែលពាក់ព័ន្ធជាមួយនឹងការស្លៀកពាក់អីហ្នឹងអូខេមានអ្នកគាត់មើលមានអ្នកគាត់ share តទៅហ្នឹងមានក៏ប៉ុន្តែវាមិនច្រើនប្រហែលដែលអាចទៅដល់អ្នកដែលគាត់អាចគិតថានឹងមករកយើងអញ្ចឹងហើយបងអាហ្នឹងចំណុចមួយដែលបងគិតថាវាពិបាកនៅក្នុងការរកសិស្សដូចគ្នាពីព្រោះសម័យនេះយើងត្រូវធ្វើម៉េចឲ្យការផ្សព្វផ្សាយយើងនឹងបានដំណើរការទៅល្អទៅតាម page របស់យើងផងដែរចាបងហើយអ្នកដែលគាត់មើលឃើញនេះគឺភាគតិចពេលណាដែលគាត់មើលឃើញហ្នឹងគាត់សួរគាត់ចង់អញ្ចឹងទៅក៏យើងប្រាប់គាត់ខ្លះទៅគាត់នៅឆ្ងាយគាត់អាចមករៀនបានគាត់នៅខេត្តហើយក៏ខ្លះទៅគាត់ត្រូវការគិតពីរឿងការចំណាយរបស់គាត់ដូចគ្នាអាហ្នឹងបងយល់ហើយប៉ុន្តែបងចង់និយាយថាខ្លះគាត់មានសមត្ថភាពប៉ុន្តែពេលគាត់សួរពីតម្លៃរបស់យើងដែលយើងប្រាប់គាត់ទៅគាត់យកទៅថ្លឹងថ្លែងជាមួយនឹងការរៀនបែបជា leadership រៀនបែបស្អីណាផ្សេងក្រៅពីភាពស្រស់ស្អាតហ្នឹងគាត់ថារៀនអាហ្នឹងវាដូចមិនសូវជាបានប្រយោជន៍ដូចជារៀនបែប leadership ឬក៏រៀនស្អីផ្សេងណាអា skill អីផ្សេងណាតែគាត់ដឹងថាហ្នឹងវាជា skill សម្រាប់ខ្លួនឯងទេ skill រស់នៅសម្រាប់ខ្លួនឯងហើយវាជាគំរូសម្រាប់គ្រួសារលើកកិត្តិយសដល់គ្រួសារនិងជាគំរូដល់កូនរបស់យើងតែគាត់អត់បានគិតហ្នឹងទេតែគាត់គិតថាវាមិនមានជំនាញអីផងហ្នឹងហេតុអីគាត់ត្រូវទៅរៀនអាហ្នឹងចំណាយប៉ុណ្ណឹងអញ្ចឹងគាត់សុខចិត្តទុកលុយហ្នឹងគាត់ថាចង់ក្រោយបានអីពេលរៀនអាហ្នឹងគាត់សួរមកអញ្ចឹងហើយបងអត់ដឹងឆ្លើយថាម៉េចពេលខ្លះបងឆ្លើយថាបានភាពស្រស់ស្អាតទៅខ្លួនឯងហ្នឹងចាព្រោះបងអត់ដឹងឆ្លើយថាម៉េចដែរចាបងអាចដែរទេដោយសារតែគាត់យល់ថានៅពេលដែលគាត់ចំណាយថវិកាមកចូលរួមពាក់ព័ន្ធជាមួយនឹងការរៀនការធ្វើខ្លួនរៀនពាក់ព័ន្ធជាមួយនឹង lifestyle coaching ដូចដែលបងបានលើកឡើងហ្នឹងវាអាចចាត់ទុកថាវាជាការខ្ជះខ្ជាយលុយអីអញ្ចឹងណា
គាត់អាចគិតលក្ខណៈបែបហ្នឹងឬក៏យ៉ាងម៉េចបានជាគាត់មិនសូវជាឲ្យតម្លៃចាចាអាហ្នឹងទី1បើបងគិតចឹងឯងបងគិតថាប្រហែលជាគាត់ថាវាអត់មានប្រយោជន៍វាខ្ជះខ្ជាយលុយដែលមករៀនអញ្ចឹងចាអញ្ចឹងអានឹងសម្រាប់កូនសិស្សបងដែលគាត់បានចំណាយហើយគាត់មករៀនហើយគាត់សប្បាយចិត្តត្រឡប់ទៅវិញតែសម្រាប់អ្នកដែលគាត់មិនទាន់បានមករៀនឬក៏អ្នកដែលគាត់សួរព័ត៌មានហើយគាត់យកទៅថ្លឹងថ្លែងជាមួយនឹងការរៀនជំនាញផ្សេងគាត់គិតថាវាខ្ជះខ្ជាយលុយចាប៉ុន្តែសម្រាប់បងវាអត់ខ្ជះខ្ជាយទេដូចបងរៀនអញ្ចឹងណាបងជា coach មែនជាគ្រូមែនតែបងអត់ដែលបានគិតថាបងខ្ជះខ្ជាយទេបងដាក់លុយរាប់ម៉ឺនទៅរៀនចាំមិនមែនរាប់ពាន់ទេចាអញ្ចឹងចូលម៉ឺនការរស់នៅញ៉ាំធ្វើដំណើរអីទាំងអស់ហើយបងអត់ដែលបានគិតថាខ្ជះខ្ជាយទេបងគិតថាអត់សិស្សរៀនណាក៏បងនេះខ្លួនឯងហ្នឹងស្អាតខ្លួនឯងដែរហើយបងក៏បង្រៀនកូនបងនៅក្នុងហ្នឹងដែរតែពេលគាត់អត់បានគិតដល់ហ្នឹងណាហើយបងតែងតែបញ្យល់គាត់ថាពេលដែលអូនឯងមករៀនណាបងសុំឲ្យយកពីបងទៅអស់ឲ្យចេះចាត្រូវតែចេះព្រោះអាហ្នឹងអ្វីដែលបងភ័យជាងគេខ្លាចសិស្សត្រឡប់ទៅវិញគាត់អត់ចេះចាអញ្ចឹងបងថារៀនទៅយកឲ្យចេះឲ្យសួរទៅឲ្យសួរបងហ្នឹងបានមួយជីវិតពីព្រោះបើសិនជាបងនៅតែមាន page ហ្នឹងសួរចាស់ Facebook អីណាឬក៏ទូរស័ព្ទហ្នឹងយកពេលដែលគាត់រៀនគាត់ចេះណាគឺគាត់យកទៅបង្រៀនកូនគាត់បានទៀតអញ្ចឹងគាត់ចេះសម្រាប់ខ្លួនឯងតែគាត់អត់ទាន់ចេះថាហត់ទៅមើលឲ្យអូនហ្នឹងអូនមានរូបរាងបែបមិនទៅស្លៀកមិនទេក៏ប៉ុន្តែសម្រាប់កូនគឺគាត់អាចបញ្យល់ថាកូនត្រូវតែរៀបចំខ្លួនឲ្យបានស្អាតចេះអនាម័យប្រើសម្លៀកពាក់ចេះឬក៏គាត់អាចមើលឃើញកូនគាត់ហ្នឹងចំណុចខ្វះខាតរបស់កូនគាត់ពីសក់រហូតដល់ចុងកញ្ចក់ជើងហើយអញ្ចឹងសម្រាប់បងថារៀនវគ្គណាក៏ដោយតែងខ្លួនក៏ដោយការផាត់មុខឬមួយក៏ការពិធីការតុអាហារការចូលសង្គមគឺគាត់មានជំនាញនឹងមួយគាត់បង្ហាត់កូនគាត់មិនទៅបានលុយមកវិញក៏ដោយក៏តែវាជាចំណេះដឹងដែលយើងបង្ហាត់នៅក្នុងគ្រួសារនិងអ្នកជុំវិញខ្លួនយើងដែលជាក្រុមគ្រួសារយើងរស់នៅជិតយើងនឹងឯងចាអាចដូចជាយើងចាយតែម្ដងប៉ុន្តែយើងបានចំណេះជំនាញហ្នឹងតកូនតចៅចាបងចង់ឲ្យបងបន្ថែមបន្តិចភាគច្រើនអតិថិជនបងឬក៏ជាអ្នកគ្រប់គ្រងបងគាត់ជាអ្នកណាគេដែរចាបើសិនជាអ្នកដែលអ្នកគ្រប់គ្រងបងហ្មងជាស្ត្រីណាអញ្ចឹងគាត់ហើយនឹងជាសិស្សរបស់បងអតិថិជនបងអត់សូវប្រើថាអតិថិជនបងប្រើថាសិស្សអញ្ចឹងណាគាត់គឺជាស្ត្រីគេហៅថាសហគ្រិនអញ្ចឹងគាត់មានមុខរបរគេហើយអញ្ចឹងយើងហៅថាអីគេជាលក្ខណៈដូចថាមធ្យមណាมันមានពេកហើយក៏គាត់មិនខ្វះដែរអញ្ចឹងគាត់ធ្វើការត្រឹមប្រាក់ខែ300ឡើងទៅអីពេលខ្លះគាត់សំលុយហ្នឹងគាត់មករៀនអញ្ចឹងទៅហើយពេលខ្លះគាត់ក៏សុំចុះតម្លៃបងក៏ចុះទៅបងមិនដែលបានគិតថាបងត្រូវតែដាក់ប៉ុណ្្នឹងអីអញ្ចឹងឯងព្រោះបើសិនជាគាត់បងមានសិស្សផ្សេងអីអញ្ចឹងណាដោយសារតែបងចង់ឲ្យពួកគាត់ស្អាតពេលខ្លះបងដាក់ទៅអត់មានសិស្សបងក៏ទៅជជែកជាមួយកូនបងថាមមីចុះតម្លៃដឹងព្រោះប្រហែលគេគិតថាវាថ្លៃគេអត់មករៀនចាអញ្ចឹងទៅក៏មានខ្លះទៀតគាត់ឲ្យយោបល់ថាបើយើងចុះតម្លៃវាដូចគេកាន់តែមើលយើងថោកចាបងហើយក៏បងគិតថាបងវិញបេះដូងបងគឺអាណិតបងចង់ឲ្យអ្នកដែលគាត់មកល្មមនឹងគាត់អាចមករៀនបានចាបងអត់ដែលបានគិតថាបងត្រូវទៅយកតែអ្នកមានទេបងដែលបានគិតថាយកអ្នកដែលមានលុយច្រើនទេបងដែលបានគិតទេបងចង់បង្ហាត់ទៅដល់ក្មេងៗស្រីដែលគាត់ចាប់ផ្ដើមចូលធ្វើការហើយគាត់ចង់ចូលសង្គមពីព្រោះយើងធ្វើការធម្មតាក៏ប៉ុន្តែពេលខ្លះយើងនឹងអាចមានថ្ងៃណាមួយយើងនឹងចូលទៅដល់កន្លែងមួយដែលផុតពីកៅអីកន្លែងហ្នឹងហើយអញ្ចឹងបានន័យថាគាត់អាចចូលទៅខ្ពស់ជាងហ្នឹងបន្តិចហើយអញ្ចឹងគឺវាមានឱកាសផ្សេងទៀតថ្ងៃក្រោយអញ្ចឹងបងចង់ឲ្យគាត់ហ្នឹងយល់ថាការចំណាយខ្លួនលុយឬក៏អីហ្នឹងគឺវាមិនមែនអត់ប្រយោជន៍ទេហើយវាមានតម្លៃដូចដែលគាត់ចំណាយលុយទៅរៀនជំនាញផ្សេងអញ្ចឹងចាបងបងបានទៅរៀននៅក្រៅប្រទេសដែលគេជឿនលឿនហើយគេឲ្យតម្លៃទៅលើវិស័យ lifestyle coaching ហ្នឹងហើយបងត្រឡប់មកវិញហើយបើតាមការរៀបរាប់របស់បងបញ្ហាវារៀងច្រើនគួរសមដែរជួបប្រទេសអញ្ចឹងណាចាបងមានអារម្មណ៍មួយថាបងបាក់ទឹកចិត្តហើយបងចង់បោះបង់លែងចង់ធ្វើដែរអត់ទេ
សម្រាប់បើសិនជាបាក់ទឹកចិត្តបងនិយាយពីបាក់ទឹកចិត្តមុនណាគឺមានពេលខ្លះបងបាក់ទឹកចិត្តបងចង់បោះបង់ចាក៏ប៉ុន្តែបងអត់ចង់បោះបង់ការបង្រៀនរបស់បងទេហើយមិនបាច់និយាយរឿងពីភាពស្អាតទេបងអត់ដែរបោះបង់ទេអាហ្នឹងឈឺគេងលើខែក៏បងត្រូវតែស្អាតដែរប៉ុន្តែអ្វីដែលបងចង់បោះបង់ហ្នឹងគឺចង់បោះបង់ពេលខ្លះពិបាករស់សិស្សពិបាករស់សិស្សដាក់អញ្ចឹងទៅយើងអត់សូវបានមានសិស្សមកច្រើនហើយពេលខ្លះបងឈប់ខ្វល់ព្រោះបងគិតថាបងមិនមែនរស់ដោយសារការដែលចំណូលហ្នឹងមកឯងហើយចំណូលហ្នឹងពេលខ្លះបានមកអញ្ចឹងបងចំណាយទៅហ្នឹងច្រើនហើយបងអត់មានទាំងចំណេញផងក៏ប៉ុន្តែអ្វីដែលបងធ្វើហ្នឹងបងគិតថាបងបើសិនជាឲ្យមកបង្រៀន free វាដូចមិនតំណងទេមែនទេអញ្ចឹងយើងខំទៅរៀនឆ្ងាយយើងត្រូវតែបង្រៀនរកចំណូលយើងខ្លះចាអញ្ចឹងបងចង់និយាយថាបាក់ទឹកចិត្តហ្នឹងត្រង់តាចំណុចមួយហ្នឹងឯងគឺពេលខ្លះយើងដាក់ផុសអញ្ចឹងទៅយើងចង់រកសិស្សឲ្យបានឲ្យដូចថាមានសិស្សមករៀនណាពេលខ្លះក៏អត់មានទៅវាស្ងាត់ទៅពេលខ្លះក៏មានអ្នកដែលគាត់សួរច្រើនសួរតែគាត់អត់ទាន់មានសមត្ថភាពចាអញ្ចឹងក៏អត់ចំណុចហ្នឹងឯងដែលបងពិតថាហត់ខ្ជិលដាក់រហមិនបាច់រហគឺទៅសម្រាប់អារម្មណ៍កុំខឹងកុំ stress អារឿងហ្នឹងទៅវាអាចប៉ះពាល់ការរស់នៅរបស់យើងក្នុងគ្រួសាររបស់យើងអញ្ចឹងបងគិតថាអូប្រឡែងចោលថ្ងៃណាបានក៏បានមិនបានក៏ហីអញ្ចឹងទៅបងប្រឡែងប៉ុន្តែបើសិនជារឿងបាក់ទឹកចិត្តចំណុចផ្សេងៗដូចអត់មានទេពីព្រោះបងទៅតស៊ូរៀនតស៊ូហើយបងទៅរៀនហ្នឹងមិនមែនគ្រាន់តែទៅរៀនលើកៅអៅមកដាក់លើខ្លួនគុំកៅអៅទេគឺរៀនមេរៀនហ្មងសភៅ6 7ក្បាលមួយដុំមួយក្បាលកម្រាស់ប៉ុណ្ណេះត្រូវតែអានឲ្យយល់ហើយពេលបងមកវិញបងមិនមែនត្រឹមតែអានតែសភៅទេគឺបងត្រូវតែចូលទៅស្វែងយល់នៅតាមការរៀនផ្សេងៗអនឡាញឬក៏ការចូល search មើលផ្សេងៗទាំងអស់ឲ្យយល់អញ្ចឹងបងចង់និយាយថាវារៀនច្រើនអូខេចាអរគុណច្រើនមែនតើបងដែលបានចែករំលែកយ៉ាងក្បោះក្បាយជាចុងក្រោយបងមានជាសារអីបន្ថែមទៀតសម្រាប់ក្នុងការលើកទឹកចិត្តទៅដល់ស្ត្រីយើងអញ្ចឹងណាបងចាអរគុណចានិយាយទៅសារបងសារបើសិនជាអ្នកគាត់យកទៅគិតឲ្យថ្លឹងថ្លែងគឺគាត់គិតថាវាឲ្យសំខាន់ហើយមានតម្លៃអញ្ចឹងសារបងគឺគ្រាន់តែបងចង់ឲ្យមនុស្សស្រីត្រូវតែទី1ដាក់បេះដូងឲ្យខ្លួនឯងមុនគឺផ្ដល់ការស្រឡាញ់ឲ្យខ្លួនឯងខ្លាំងបំផុតយើងស្រឡាញ់កូនយើងស្រឡាញ់ប្តីយើងស្រឡាញ់ក្រុមគ្រួសារប៉ុន្តែកុំភ្លេចស្រឡាញ់ខ្លួនឯងពេលណាដែលបងប្អូនស្ត្រីទាំងអស់ឬក៏បងក៏ដោយដាក់ពេលវេលានឹងស្រឡាញ់ខ្លួនឯងបានមើលតម្លៃឃើញថាខ្លួនយើងនៅចំណុចត្រង់ណាតែបើសិនជាយើងអត់បានឲ្យតម្លៃខ្លួនឯងយើងមើលអត់ឃើញតម្លៃខ្លួនឯងទេអញ្ចឹងកិត្តិយសនៅលើខ្លួនយើងនឹងដូចគ្នាមិនថាតែបងឃើញនៅក្នុងប្រព័ន្ធ social media ហ្នឹងឯងបងឃើញពេលខ្លះយើងមនុស្សស្រីហ្នឹងតម្លាក់តម្លៃខ្លួនឯងនឹងចុះនៅក្នុងការផ្សព្វផ្សាយអ្វីដែលมันសមរម្យអញ្ចឹងហើយបានខ្ញុំចង់ឲ្យបញ្ជូនសារនេះទៅបងប្អូនស្ត្រីទាំងអស់ថាស្រឡាញ់ខ្លួនឯងឲ្យកិត្តិយសខ្លួនឯងផ្ដល់តម្លៃឲ្យខ្លួនឯងពីព្រោះយើងអត់មានអ្នកណាគេផ្ដល់តម្លៃឲ្យយើងក្រៅពីខ្លួនយើងទេហើយអត់មានអ្នកណាគេស្រឡាញ់ខ្លួនឯងក្រៅពីខ្លួនឯងទេអញ្ចឹងក៏គ្មានអ្នកណាឲ្យឱកាសយើងជាជាងយើងឲ្យឱកាសខ្លួនឯងដែរពេលណាដែលយើងមើលឃើញថាខ្លួនយើងមានសុខភាពល្អមានសម្រស់ស្អាតដំណើរដើរទៅមុខយើងគឺកាន់តែជោគជ័យអាហ្នឹងតែប៉ុណ្្នឹងឯងបងចង់ផ្ញើសារចែករំលែកចាបងអរគុណច្រើនដែលបានចំណាយពេលវេលាចូលរួមចែករំលែកពាក់ព័ន្ធជាមួយនឹងបទពិសោធន៍ការងារហើយជាពិសេសហ្នឹងគឺអ្វីដែលពាក់ព័ន្ធជាមួយនឹង coaching lifestyle របស់បងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចែករំលែកវីដេអូមួយនេះដើម្បីជាកម្លាំងចិត្តដល់ក្រុមការងារក្នុងការផលិតវីដេអូជាបន្តទៀតនៅក្នុងពេលនេះខ្ញុំនិងវាគ្មិនរួមទាំងក្រុមការងារសូមអរគុណសូមជម្រាបលា